ចាជំរាបសួរលោកគ្រូអ្នកគ្រូដើម្បីប្រមូលផ្ដុំឯកសារជា PDF ច្រើនដាក់ក្នុង file តែមួយយើងត្រូវចូលពាក្យ Google Chrome បន្ទាប់មកយើង search ពាក្យ combine PDF ចឹងយើងនឹងលើកឃើញពាក្យ combine PDF យើងគ្រាន់តែចុចលើហ្នឹងចានៅពេលដែលឃើញ load ផ្ទាំងបែបនេះយើងយកពាក្យ upload file ដែលយើងចង់ combine ហ្នឹងឯងតោះមកយើងជ្រើសរើសពាក្យទីហោថាយើងមានឯកសារច្រើនបែបនេះអញ្ចឹងខ្ញុំចង់ combine ពីរ file នេះចូលគ្នាយើង select ពីរបើសិនជាយើងចង់បានច្រើនយើង select យកច្រើនមកតែយើងអាច select បានត្រឹម20 file ចូលគ្នាពេលដែលយើង select រួចយើងចុចពាក្យ open ចាបន្ទាប់មកទៀតយើងទុកឲ្យវាដើរគ្រប់គីឡូសិនមកចាអញ្ចឹងចាបន្ទាប់មកពេលដែលយើងទុកឲ្យវា load គ្រប់គីឡូវានឹងចេញរូបបែបហ្នឹងតោះមកយើងគ្រាន់តែចុចពាក្យថា combine ចឹងនៅពេលហ្នឹងវានឹងចាប់ផ្ដើមគីឡូរបស់វានេះចាវាដើរទៅ100ចាវាចាប់ផ្ដើមដើរបែបនេះចឹងយើងទុកឲ្យវាដើរចប់ទៅពេលដែលវាដើរគ្រប់ហើយយើងថយមកវិញមកបិទចោលទៅចឹងការ combine PDF យើងមានប៉ុណ្ណឹងចាអរគុណ